រោងមិនតាន់ឃើញទេនៅព្រឹកថ្ងៃទី16ខែសីហាឆ្នាំ2026នេះសំលេងលោកឪពុកដងហើយហៅរកសពកូនឲ្យងើបអណ្ដែតឡើងវិញនឹងក្រុមឆាយយ៉ាំប្រគំថ្វាយលោកម្ចាស់ទឹកម្ចាស់ដីនៅទន្លេមេគង្គសូមឲ្យប្រលឹងយុវជន3នាក់ដែលលង់ទឹងនៅកំពង់ចម្លងកោះប្រាក់កាលពីម្សិលមិញនេះឲ្យងើបអណ្ដែតឡើងវិញអងលៀនអើយត្រនំអងលៀអើយត្រនំអើយកាត់ព្រៃឆ្លងភ្នំត្រៃយំស្រណងទាំងទ្រូងចិត្តណាអើយត្រៀមក្រមអោណាងអើយអងអើយត្រៃយំល្វើយល្វើយនៅលើវាព្រមទាំងគូគប់មកអើយចិត្តស្មងអងមានទុកធំអើយកន្លងទូមិនដេញញារួងមកអោណាអងហើយនឹងត្រូវឯកាអងហើយអ្នកលាអើយត្រនំអើអងហើយរូបអ្នកងាអើយដូចខ្ញុំអើយទុកធ្ងន់ណាអើយជាងភ្នំចាងក្តីអើយសុខុមអើយអោណាអងអើយយល់តែសោកសៅយានដ្ឋានរដ្ឋាភិបាលមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិ7ស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242